กองทัพจึงตึกไทยบ้านในนาថ្ងៃទី11ខែមីនាឆ្នាំ2026ថានាវាដឹកទំនិញទង់ជាតិថៃមួយគ្រឿងត្រូវបានវាយប្រហារចំនួន2លើកជាប់គ្នាបន្ទាប់ពីបានឆ្លងកាត់ច្រកសមុទ្រហ័រមូសដែលបង្កឲ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនេះបើយោងទៅតាមកាសែតខៅសូត Tiger និង Arab News នាវានេះមានឈ្មោះ Mayuri Nari ដែលប្រតិបត្តិការដោយក្រុមហ៊ុន Prisia Shipping វាបានចាក់ចេញពីតំបន់ចំណតកំពង់ផែ Khalifa នៅអារ៉ាប់រួមនៅម៉ោងប្រហែលជា3ទៀបភ្លឺម៉ោងនៅប្រទេសថៃនៅម៉ោង 10:10 នាទីព្រឹកថ្ងៃដដែលនៅពេលដែលកប៉ាល់នេះកំពុងតែធ្វើដំណើរក្នុងដែនទឹកនៃប្រទេសអូម៉ង់វាត្រូវបានវាយប្រហារ2ដងដោយអាវុធមិនស្គាល់អត្តសញ្ញាណដែលបណ្ដាលឲ្យផ្ទុះនៅជិតផ្នែកខាងក្រោយនិងបន្ទប់ម៉ាស៊ីននាវាបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការចរាចរណ៍និងសន្តិសុខសមុទ្ររបស់កងទ័ពជើងទឹកកប៉ាល់នេះកំពុងដឹកនាវិកថៃចំនួន23នាក់ក្នុងអំឡុងពេលមានអាសន្ននាវិកចំនួន20នាក់ត្រូវបានជម្លៀសចេញខណៈដែល3នាក់ទៀតនៅលើនាវានៅឡើយក្រោយមកកងទ័ពជើងទឹកអូម៉ង់បានជួយសង្គ្រោះសមាជិកនាវិកទាំង20នាក់នេះហើយបាននាំពួកគេទៅកាន់ច្រាំងសុវត្ថិភាពក្នុងប្រទេសអូម៉ង់ប្រតិបត្តិការជួយសង្គ្រោះកំពុងតែបន្តចំពោះសមាជិកនាវិក3នាក់ទៀតដែលនៅលើនាវាមន្ត្រីថៃនិយាយថាអាជ្ញាធរថៃកំពុងតែស៊ើបអង្កេតការវាយប្រហារនេះរួមទាំងកំណត់ប្រភេទអាវុធដែលប្រើប្រាស់និងអ្នកដែលទទួលខុសត្រូវ